អ្នកទាំងអស់គ្នាដឹងទេថាខ្មោចគឺវាមិនមែនលងតែមនុស្សធំឬក៏មនុស្សចាស់ទេសូម្បីតែកូនក្មេងក៏លងដែរឲ្យតែមនុស្សម្នាក់នឹងរាសីធ្លាក់ឬក៏មានភាពទន់ខ្សោយគឺអាពពួកអមនុស្សនឹងគឺវាងាយស្រួលក្នុងការចូលមកធ្វើបាបនិងលងបន្លាចខ្លាំងមែនទែនរឿងរ៉ាវមួយនេះគឺកើតឡើងតាំងពីឆ្នាំ2022អ្នកទាំងគ្នាកំឡុងពេលដែរអូនដែលគាត់បានចាញ់ម្លេចមកខ្ញុំនឹងគឺគាត់បានទៅដើរលេងនៅទីកន្លែងកំសាន្តមួយជាមួយនឹងក្រុមគ្រួសាររបស់គាត់អញ្ចឹងកាលពីឆ្នាំ2022ហ្នឹងគឺអូនដែលគាត់បានចាញ់ម្លេចមកខ្ញុំនឹងគាត់បានប្រាប់ថាគាត់មានអាយុត្រឹមតែ10ឆ្នាំប៉ុណ្ណោះហើយការដែលគាត់ទៅដើរកំសាន្តជាមួយនឹងក្រុមគ្រួសារគាត់នឹងគឺដោយសារតែក្រុមគ្រួសាររបស់គាត់នឹងគឺបានទៅលេងនៅខេត្តមួយហើយខេត្តហ្នឹងគឺជាខេត្តមួយដែលក្រុមគ្រួសារគាត់តែងតែទៅលេងដោយសារតែឪពុករបស់គាត់នឹងគឺមានការងារនៅខេត្តហ្នឹងអញ្ចឹងចំពោះខេត្តដែលគាត់បានទៅនឹងគឺជាប្រភេទខេត្តមួយដែលបើសិនជាខ្ញុំបញ្ចេញឈ្មោះអ្នកទាំងគ្នាប្រកាសជាស្គាល់ទេប៉ុន្តែខ្ញុំអត់ចង់និយាយដោយសារតែអត់ចង់ប៉ះពាល់ទៅដល់ខេត្តយើងនេះគ្រាន់តែជាការនិទានរឿងខ្មោចកំសាន្តតែប៉ុណ្ណោះទោះបីជារឿងនឹងរឿងពិតក៏ដោយក៏ខ្ញុំអត់ចង់បញ្ចេញឈ្មោះដើម្បីមានបញ្ហាដែរអញ្ចឹងខ្ញុំសុំតសាច់រឿងទៀតអញ្ចឹងនៅពេលដែលអូនដែលគាត់បានចែកម្លេចមកខ្ញុំនឹងគឺគាត់បានទៅដើរលេងជាមួយនឹងក្រុមគ្រួសាររបស់គាត់នឹងគឺពេលដែលគាត់ធ្វើដំណើរតាមផ្លូវនឹងគឺគាត់ជិះរថយន្តទៅអ្នកនរគ្នាគឺជិះឡានទៅហើយឡានដែលគាត់ជិះនឹងគឺជាប្រភេទឡាន Corolla គឺវាតូចសមល្មមសម្រាប់ក្រុមគ្រួសាររបស់គាត់ដោយសារតែគាត់នឹងគឺជាកូនតូចគឺអត់មានបងប្អូនអីទេហើយនៅពេលដែលឪពុករបស់គាត់នឹងគឺបានបើកឡានដល់ពាក់កណ្ដាលផ្លូវឪពុកម្ដាយរបស់គាត់នឹងគឺបានរៀបចំជាមួយនឹងបាយហើយក៏បានដាក់កាទេអញ្ចឹងណាដោយសារតែក្រុមគ្រួសាររបស់គាត់នឹងគឺចូលចិត្តមែនតើគឺជិះឡានតាមផ្លូវឃើញកន្លែងណាតំណងគឺបោះកាទេញ៉ាំបាយកន្លែងហ្នឹងហ្មងដោយសារតែគាត់ចង់សែវលុយហើយមួយទៀតហ្នឹងគឺវាជាក្តីសុខរបស់ក្រុមគ្រួសារគាត់ចឹងទៅដូចថាយើងចូលចិត្តបោះកាទេតាមផ្លូវញ៉ាំជាមួយនឹងម្ហូបដែលយើងបានធ្វើអីចឹងណាទាំងកំឡុងពេលដែលម្ដាយឪពុករបស់គាត់នឹងគឺបានស្រស់ស្រូបអាហារនៅតាមផ្លូវជាមួយនឹងគាត់នឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់អត់សូវស្រួលខ្លួនដូចរបៀបថាជិះឡានឆ្ងាយទៅគាត់ពុលឡានអីចឹងណាអញ្ចឹងគាត់ក៏ចូលទៅក្នុងឡានមុនអញ្ចឹងម្ដាយឪពុករបស់គាត់នឹងក៏បានអង្គុយញ៉ាំបាយអីធម្មតាអញ្ចឹងទៅអញ្ចឹងអូនក៏បានចែកម្លេចមកខ្ញុំនឹងគាត់បាននិយាយថានៅពេលដែលគាត់ចូលទៅក្នុងឡានមុននឹងគាត់បានមើលទូរស័ព្ទមើល YouTube អីចឹងទៅអញ្ចឹងកំឡុងពេលដែលគាត់បានមើល YouTube នឹងអ្នកទាំងអស់គ្នាគឺគាត់បានឃើញនារីម្នាក់ដើរកាត់ឡានគាត់រហូតដល់3ដងហើយសភាពនារីដែលបានដើរកាត់ហ្នឹងគឺស្លៀកពាក់បែបបុរាណខ្លាំងមែនតើទោះបីជាគាត់កាលហ្នឹងគាត់10ឆ្នាំមែនគាត់នៅក្មេងនៅតូចគាត់ឃើញការស្លៀកពាក់ហ្នឹងគាត់ប្រាប់ខ្ញុំហ្មងថាការស្លៀកពាក់ហ្នឹងគឺមិនមែនជាសម័យឥឡូវទេហើយមើលទៅគឺវាអត់តំណងថាជាមនុស្សដែលគាត់ទូទៅអ្នកទាំងគ្នាដោយសារតែដំណើរដើរហ្នឹងគឺវាដើរបែបស្ដុបប៉ុន្តែដើរកាត់ឡាន2-3ដងអញ្ចឹងអូនក៏បានចែកម្លេចមកខ្ញុំហ្នឹងគឺគាត់បានបើកកញ្ចក់ឡានហើយប្រាប់ទៅកាន់ម៉ាក់ប៉ាគាត់ថាម៉ាក់ប៉ាមានឃើញម៉ងចាយហ្នឹងអត់មានឃើញចាយហ្នឹងអត់គាត់ដើរទៅវិញទៅមកហើយគាត់ស្លៀកពាក់ចម្លែកមែនតើហើយម៉ាក់ប៉ាគាត់ហ្នឹងក៏បាននិយាយថាអូយកូនឯងចេះតែលេងសើចមានណាគេមកពីណាម៉ែហើយនឹងពុកអង្គុយនៅនឹងមួយថ្ងៃហ្នឹងអញ្ចឹងឥឡូវម៉ែពុករៀបចំញ៉ាំបាយហើយអញ្ចឹងឥឡូវហ្នឹងធ្វើការជីទៅតទៀតហ្មងកុំឲ្យយប់តាន់អីអញ្ចឹងណាចង់អូនគាត់បានចែកម្លែកមកខ្ញុំហ្នឹងដោយសារតែគាត់ជាក្មេងអ្នកទាំងគ្នាអញ្ចឹងគាត់ក៏ move on គាត់សម្រាប់ចិត្តថាគាត់ឈប់គិតរឿងហ្នឹងហើយក៏បន្តមើលទូរស័ព្ទ YouTube របស់គាត់ទៀតទៅខ្ញុំសុំកាត់នៅពេលដែលអូនគាត់បានចែកម្លែកមកខ្ញុំហ្នឹងគឺបានទៅដល់ខេត្តដែលគាត់បានគេងសម្រាប់ហ្នឹងអញ្ចឹងខេត្តដែលគាត់បានទៅហ្នឹងគឺឪពុករបស់គាត់ដោយសារតែគាត់ឧស្សាហ៍ធ្វើការនៅហ្នឹងអញ្ចឹងឪពុករបស់គាត់ហ្នឹងគឺមានកាត VIP នៅក្នុងអូតែហ្នឹងអញ្ចឹងណាអញ្ចឹងគឺអូតែហ្នឹងគឺដោយសារតែឪពុករបស់គាត់ហ្នឹងគឺតែងតែធ្វើការដូចថាអាសាទៅស្នាក់នៅនឹងមួយអាទិត្យអីទៅម្ដង2ដងមួយខែទៅ3-4ដងអីចឹងទៅសារតែគេឃើញមកគេលក្ខណៈគ្រួសារហ្នឹងអញ្ចឹងគេក៏ upgrade room គឺ upgrade បន្ទប់ហ្នឹងឲ្យឡើងទៅជាបន្ទប់ល្អជាងគេនៅក្នុងអូតែហ្នឹងអញ្ចឹងទៅដូចថាអូតែហ្នឹងមានបន្ទប់តម្លៃធូរថ្លៃតម្លៃល្មមតម្លៃខ្លាំងអីចឹងណាអញ្ចឹងអូតែហ្នឹងក៏បាន upgrade ឲ្យប៉ាម៉ាក់របស់គាត់ហ្នឹងទៅគេងនៅក្នុងបន្ទប់ VIP ដោយសារតែប៉ារបស់គាត់នឹងគឺជាមួយពិសេសចឹងទៅដូចថាយកឧស្សាហ៍មកគេងនឹងហើយតកាយគេស្គាល់ដែរអញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់បានចូលទៅក្នុងបន្ទប់
ได้មានតម្លៃថ្លៃហ្នឹងណាអ្នកគ្នាគឺក្រុមគ្រួសាររបស់គាត់ហ្នឹងគឺសប្បាយចិត្តមែនតើដោយសារតែយើងអត់ត្រូវការចំណាយលុយច្រើនហើយយើងបានបន្ទប់ល្អទៀតអញ្ចឹងនៅពេលដែលរៀបចំឲ្យបានចូលបន្ទប់ហើយក្រុមគ្រួសាររបស់គាត់ហ្នឹងគឺចាប់ផ្ដើមជិះឡានទៅរកអីញ៉ាំពេលល្ងាចអញ្ចឹងនៅពេលដែលជិះឡានតាមផ្លូវហ្នឹងអ្នកនរគ្នាគឺម៉ាក់ប៉ារបស់គាត់ហ្នឹងគឺបានឈប់ចាក់សាំងនៅកន្លែងមួយអញ្ចឹងទៅអញ្ចឹងនៅពេលដែលឈប់ចាក់សាំងម៉ាក់របស់គាត់ហ្នឹងក៏បានរៀបប័ណ្ណជើងតូចហើយប៉ារបស់គាត់ហ្នឹងក៏បានប័ណ្ណជើងតូចដូចគ្នាអញ្ចឹងក៏បានពឹងឲ្យអូនដែលគាត់បានចែកម្លែកមកខ្ញុំហ្នឹងអង្គុយនៅក្នុងឡានចាំឡានអីចឹងទៅវាជាទម្លាប់ទូទៅមួយដែលខ្ញុំតែងតែឃើញដូចថាយើងរៀបប័ណ្ណជើងតូចអីឪពុកម្ដាយខ្ជិលបលត់ឡានអីចឹងទៅក៏ឲ្យកូននៅក្នុងឡានអញ្ចឹងណាប៉ុន្តែរឿងមួយនេះវាមិនមែនជាការល្អទេដែលឲ្យក្មេងត្រឹមតែយុ10ឆ្នាំនៅក្នុងឡានអញ្ចឹងនៅពេលដែលម៉ាក់ប៉ាគាត់នឹងគឺបានទៅបន្ទប់ទឹកហ្នឹងអ្នកទាំងគ្នាគាត់ដែលគាត់បានចែកម្លែកមកខ្ញុំនឹងក៏បាននិយាយថាគាត់នឹងអង្គុយក្នុងឡានអីចឹងទៅចាំពូគាត់ចាក់សាំងអីចឹងទៅអញ្ចឹងនៅពេលដែលគាត់អង្គុយក្នុងឡានហ្នឹងម្ដងទៀតអ្នកទាំងគ្នាគាត់បានឃើញនារីម្នាក់ដែលគាត់បានឃើញនៅការពីកន្លែងម៉ាក់ប៉ាគាត់អង្គុយញ៉ាំបាយការពីពេលពាក់កណ្ដាលផ្លូវហ្នឹងគឺឈរមកឡានហ្មងគឺវាអភិនិហាខ្លាំងមែនតើអ្នកទាំងគ្នាសម័យមើលថាយើងបានឃើញនារីម្នាក់ដែលស្លៀកពាក់ចម្លែកការពីយើងជិះឡានពី3ម៉ោងមុនណាដល់ពេលឥឡូវយើងឃើញនារីម្នាក់ហ្នឹងឈរនៅមុខឡានណាហើយឈរសារហ្នឹងគឺអត់ឈរធំត្រូវទេគឺឈរចេញមករបៀបស្លក់ស្អប់អូនដែលគាត់បានចែកម្លែកមកខ្ញុំនឹងហ្មងគឺគួរឲ្យខ្លាចខ្លាំងមែនតើអញ្ចឹងពេលហ្នឹងអូនហ្នឹងគឺគាត់រត់ចេញពីឡានហ្មងណាអ្នកទាំងគ្នាគាត់ភ័យអញ្ចឹងគាត់ក៏បានចេញមកក្រៅឡានទៅតែគាត់ជាអ្នកចាក់សាំងឡានគឺគាត់បាននិយាយថាអូនណៃកាត់អីមិនមែនបានភ័យស្រន់ស្លោបែកញើអីចឹងគឺនៅក្នុងឡានអីចឹងលឿនថាមានម៉ាស៊ីនត្រជាក់មិនបែកញើអីចឹងទៅអញ្ចឹងអូនហ្នឹងក៏គាត់ប្រាប់ដែរដោយសារតែពូហ្នឹងគាត់មិនមែនជាម្ដាយឪពុកគាត់ទេហើយគាត់ក៏ជាក្មេងម្នាក់ដែលខ្លាចខ្មោចអញ្ចឹងគាត់លាក់អារម្មណ៍គាត់ខ្លាំងមែនតើអ្នកទាំងគ្នាគាត់អត់ចង់ប្រាប់ណាគេទេអញ្ចឹងរឿងរ៉ាវមួយនេះគឺវាកាន់តែបតិកលាខ្លាំងទៅដោយសារតែអូនដែលគាត់បានចែកម្លែកមកខ្ញុំហ្នឹងគឺបានឃើញនារីហ្នឹងរហូតដល់2ដងអញ្ចឹងខ្ញុំសូមកាត់រហូតមកដល់ពេលយប់អ្នកទាំងគ្នាអញ្ចឹងពេលយប់នៅពេលដែលគាត់ជាមួយនឹងម្ដាយពុកគាត់នឹងបានរៀបចំមួយទឹកស្រស់ស្រូបអាហារហើយចូលគេងអីហ្នឹងណាគឺម៉ាក់ប៉ារបស់គាត់ហ្នឹងគឺបានសង្ងំគេងលក់ហើយដូចជាខ្ទង់ម៉ោង11តែដោយសារតែគាត់ជាក្មេងអ្នកទាំងគ្នាគាត់នៅមើលទូរស័ព្ទដល់យប់អីចឹងទៅគាត់អត់តន់គេងទេហើយពេលហ្នឹងគឺចៃដន្យមែនតើអ្នកទាំងគ្នាគឺគាត់មើលទូរស័ព្ទនៅម៉ោង11ហ្នឹងគឺគាត់បានអស់ឃើញនៅវីដេអូខ្មោចអីចឹងទៅអញ្ចឹងគាត់គាត់ឃើញវីដេអូខ្មោចហ្នឹងគាត់ភ័យអ្នកទាំងគ្នាគាត់បិទហើយគាត់ឃ្លុំភួយគេងយ៉ាងលឿនមែនតើក៏ប៉ុន្តែអ្នកទាំងគ្នាគឺរឿងរ៉ាវមួយនេះខ្ញុំអត់ដឹងថាមិនទេគឺនៅពេលដែលគាត់បានឃ្លុំភួយហ្នឹងអ្នកទាំងគ្នាគាត់បានឮសំឡេងមនារីម្នាក់បានខ្សឹបដាក់កាជាខ្សឹបកន្លែងដែលគាត់បានទៅដល់ភួយមុខហ្នឹងខ្សឹបពីលើភួយហ្នឹងថាស្គាល់ខ្ញុំទេស្គាល់ខ្ញុំអត់គឺនិយាយភាសាបែបហ្នឹងណាអញ្ចឹងអូនគាត់បានចែកម្លែកមកខ្ញុំហ្នឹងគាត់របៀបថាគាត់យំខ្លាំងមែនតើហើយម៉ាក់ប៉ារបស់គាត់ហ្នឹងឮកូនយំក៏បានទៅមើលទៅអីអញ្ចឹងណាហើយនៅពេលដែលម៉ាក់ប៉ារបស់គាត់ព្យាយាមសម្រួលអារម្មណ៍គាត់ហ្នឹងគាត់ក៏បាននិយាយរឿងតាំងពីព្រឹករហូតដល់ការយកសពហ្នឹងអញ្ចឹងម៉ាក់ប៉ារបស់គាត់ហ្នឹងគឺដឹងថាកូនហ្នឹងគឺត្រូវបានព្រលឹងខ្មោចឬក៏ពពួកអវិញ្ញាណហ្នឹងគឺវាតាមធ្វើបាបហើយអញ្ចឹងម៉ាក់ប៉ារបស់គាត់ហ្នឹងក៏បានអោបកូនហើយលួងកូនឲ្យគេអញ្ចឹងទៅអញ្ចឹងកាត់ចូលមកដល់ព្រឹកស្អែកគឺម៉ាក់ប៉ាគាត់ចាំយូរទេដោយសារតែនៅក្នុងខេត្តហ្នឹងក៏មានព្រះរាជគុណដែលគាត់ល្បីដែរគឺគាត់ពូកែខាងស្រោចទឹកប្រោះទឹកមុនអីចឹងណាអញ្ចឹងក៏បានយកកូនដើម្បីទឹកឲ្យព្រះរាជគុណគាត់ស្រោចទឹកក៏ដូចជាប្រោះទឹកមុនហើយកាត់ជាមួយនឹងគ្រោះចង្រៃចឹងទៅអញ្ចឹងនៅពេលដែរអូនគាត់បានចែកម្លែកមកខ្ញុំហ្នឹងគាត់បានទៅវត្តដើម្បីជួបព្រះចៅអធិការហ្នឹងគាត់ក៏បានមានសង្ឃដីកាថាកូនរបស់ញោមទាំងពីរប្រហែលជាមានកម្មពៀឬក៏មានអ្វីតាក់ទងជាមួយនឹងគេហើយបានជាគេហ្នឹងរបៀបថាតាមលងអីចឹងណាហើយណាមួយពពួកអវិញ្ញាណហ្នឹងនៅពេលដែលយើងជាមនុស្សដែលរាសីធ្លាក់ឬក៏យើងខ្លាចអ្វីមួយចឹងទៅវានឹងតាមលងបន្លាចយើងចឹងទៅអូខេអ្នកទាំងគ្នានេះគឺជារឿងរ៉ាវរបស់អូនដែលក៏បានចែកម្លែកមកខ្ញុំហើយចំពោះសាច់រឿងមួយនេះគឺវាបតិកលាច្រើនខ្លាំងមែនតើចឹងមិនសិនជាអ្នកទាំងគ្នាមានមតិយោបល់ក៏ដូចជាគិតថារឿងនឹងមិនដែរកុំភ្លេច comment ខាងក្រោមផងហើយកុំភ្លេចឲ្យបេះដូង TikTok នឹងផងណាអ្នកទាំងគ្នាដែលសារតែខ្ញុំព្យាយាមនិយាយរឿងខ្មោចឲ្យអ្នកទាំងគ្នាច្រើនខ្លាំងមែនតើអរគុណបាយ